បាទអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី4ខែ5មិនទាំងអស់គ្នាជាថ្ងៃដើរឆ្លងនិយាយស្គរធំជាថ្ងៃដ៏ពិសេសសម្រាប់ពុកម៉ែបងប្អូននៅក្នុងឃុំកំពង់អាស័យទាំងអស់ហើយមានការចូលរួមចំនួនច្រើនកកតែម្ដងហើយប្រសង់ក៏មុនមកច្រើនដែរគឺមុនដោយអត់ព្រៀងទុកមានន័យថាមិនបានមុនក៏មានព្រះអង្គមកឡើងច្រើនពេញនៅក្នុងទីវាលនៃរមណីយដ្ឋាននិយាយស្គរធំតែម្ដងមានទៅដល់52អង្គប្រភេទទាំងអស់គ្នាអញ្ចឹងគឺល្អខ្លាំងណាស់ដោយចំនួនប្រពុតអញ្ចឹងប្រភេទទាំងអស់គ្នាគេហៅនិមន្តឥតព្រៀងទុកបាទប៉ុន្តែគឺក៏ល្អណាស់ណាដែរដោយសារបានប្រសងច្រើនងាយនឹងយើងធ្វើបន់រួមគ្នាសប្បាយមែនទែនបងប្អូនគ្នាហើយការធ្វើគឺចាប់ផ្ដើមរហូតតាំងពីម៉ោង7ព្រឹកហើយក៏រៀបចំតុអីដើម្បីទទួលភ្ញៀវនិងរៀបចំកន្លែងផ្សេងដែលយើងត្រូវទទួលពុកម៉ែបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលគាត់មកចូលរួមនៅក្នុងកម្មវិធីបុណ្យដាល់និយាយស្គរធំនឹងបងប្អូនគ្នាហើយក៏ភ្លេងពិណពាទ្យក៏ចាប់បង្លើឡើងរហូតតាំងពីព្រឹករហូតទៅដល់ថ្ងៃចប់កម្មវិធីនឹងតែម្ដងបងប្អូនគ្នាអញ្ចឹងគឺសប្បាយខ្លាំងមែនទែនសម្រាប់ឆៃយ៉ាមក៏គាត់មានរំរែកអញ្ចឹងទៅគឺដូចរាល់ឆ្នាំដែរតែគាត់ឆ្នាំនេះគឺពិសេសអីគឺចំនួនកើនឡើងដល់ខ្ពស់តែម្ដងទាំងព្រះសង្ឃនិងទាំងពុទ្ធបរិស័ទបងប្អូនជិតឆ្ងាយគឺមានចំនួនខ្ពស់ការដែលមកនោះគឺបើនិយាយទៅចាំទៅប្រហែលជា 4-5,000 នាក់ដែរបើសរុបទៅតែឆ្នាំនេះប្រហែលជាលើសពីនឹងទៅទៀតសារគាត់ប៉ានស្មានទៅបងប្អូនគ្នាបាទនឹងហើយគឺកម្មវិធីនេះគឺសប្បាយខ្លាំងដោយសារការដល់ភូមិឃុំនិងពុទ្ធបរិស័ទទាំងអស់គឺការគ្រប់គ្រងយ៉ាងខ្លាំងជាមួយភូមិមេឃុំបាទនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងឃុំកំពង់អាស័យទាំងមូលអញ្ចឹងគឺច្រើនតែម្ដងកកតែម្ដងហើយពិធីរាប់បាតគឺឆ្នាំហ្នឹងក៏កែប្រែដែរដោយសារប្រសងច្រើនណាស់អញ្ចឹងយើងរៀបនៅខាងក្រៅចង់និយាយថាបងប្អូនឲ្យក្តៅណាស់ដោយសារយើងនៅហាក្តៅប្រសងបាំងឆាត់ផងបាំងអីផងតម្រាំនឹងរួមការរាប់បាតនឹងហើយសម្រាប់ពុទ្ធបរិស័ទគឺច្រើនមែនទែនច្រើនខ្លាំងតែម្ដងដោយសារយើងមានប្រសងច្រើនដល់ពុទ្ធបរិស័ទក៏ច្រើនកកតែម្ដងហើយនេះគឺខ្ញុំថតនៅពេលដែលរៀងលាយទេដល់ពេលមនុស្សច្រើនខ្ញុំមិនហ៊ានថតទេវាច្រើនពេកយើងចូលថតអត់បានដោយសារមនុស្សច្រើនពេកអញ្ចឹងគឺយើងថតបានតែពេលដែលរៀងលាយទេដែលយើងងាយនឹងស្រួលនឹងថតធ្វើវីដេអូមកប្រាប់អ្នកគ្នាហើយសម្រាប់ផ្សាយនៅកន្លែងនោះនិយាយវិញគឺហុយជុកតែម្ដងដោយសារអីដោយសារពុទ្ធបរិស័ទបងប្អូនចិត្តឆ្ងាយទាំងអស់គាត់ទៅអុជធូបបន់ស្រន់នឹងទៅរាប់បាតគិនប្រសងហ្នឹងបានហើយសម្រាប់អុកឧត្តមក៏ចាប់ដើមរៀបចំដែរអញ្ចឹងណារៀបចំបដាតម្រុំនឹងយើងចប់កម្មវិធីខាងប្រសងខាងវេប្រសងហើយគឺយើងចាប់ដើមរួមតែម្ដងបងប្អូនអញ្ចឹងគឺច្រើននៅច្រើនកកអញ្ចឹងខ្ញុំអធិប្បាយគឺខ្ញុំអធិប្បាយត្រឹមហ្នឹងទេអញ្ចឹងបងប្អូននេះអាចតាមដានវីដេអូខ្ញុំពេញហើយវីដេអូនឹងសម្លេងខុសឆ្គងយ៉ាងណាក៏ខំតែអភ័យទោសផងព្រោះថាគឺថតដោយផ្ទាល់តែម្ដងអញ្ចឹងគឺសម្លេងតែតែមានបញ្ហាដូចថារញ៉ៃតែអញ្ចឹងណាបងប្អូនអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាបាទអរគុណបាទចាអរគុណបាទអរគុណបាទចៅផងបងចៅតាមផងផងសាសូមចៅរៀនសូមចាប់ចំណាត់បានសុខដំណើរទៅអនុមោទនាចាចៅមួយបានចៅមួយគួរសារដល់ទៅទៀតបានសុខដំណើរទៅអនុមោទនា